នីតិភារកិច្ចនិងកាតព្វកិច្ចរបស់អ្នកម៉ៅការសំណង់អ្នកម៉ៅការសំណង់មានតួនាទីនិងភារកិច្ចសំខាន់2យ៉ាងទី1នៅក្នុងទំនាក់ទំនងផ្ទៃក្នុងរបស់គាត់ត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពនិងសុខភាពរបស់បុគ្គលិកដែលធ្វើការនៅក្នុងការដ្ឋានសាងសង់ការដ្ឋានសំណង់សុវត្ថិភាពមានន័យថាការធានាអំពីគ្រោះថ្នាក់ដែលកើតឡើងភ្លាមនឹងចំពោះមុខអញ្ចឹងគ្រោះថ្នាក់ដោយមុតដៃមុតជើងគ្រោះថ្នាក់ដោយស្អីធ្លាក់លើគ្រោះថ្នាក់ដោយឆក់ខ្សែភ្លើងគ្រោះថ្នាក់ដោយធ្លាក់ពីទីខ្ពស់នឹងសុទ្ធតែបញ្ហាសុវត្ថិភាពហើយអញ្ចឹងអ្នកម៉ៅការទាំងអស់ត្រូវតែធានាត្រូវតែមានបុគ្គលិកត្រូវតែមានអ្នកជំនាញមួយមើលការខុសត្រូវផ្នែកសុវត្ថិភាពបាទទី2គឺសុខភាពគឺធ្វើម៉េចឲ្យអ្នកធ្វើការនៅក្នុងការដ្ឋានសំណង់មានសុខភាពល្អមិនឲ្យគាត់រងផលប៉ះពាល់ផ្នែករូបកាយផ្នែកខួរក្បាលរបស់គាត់ផ្នែកផ្លូវចិត្តរបស់គាត់នៅក្នុងរយៈពេលវែងអញ្ចឹងគាត់ត្រូវតែគិតអំពីការប្រើប្រាស់សារធាតុដែលមិនប៉ះពាល់ដល់សុខភាពគាត់បើសិនជាគាត់ប្រើប្រាស់នៅពេលសាងសង់គាត់ត្រូវរៀបចំធ្វើម៉េចឲ្យអ្នកធ្វើការនៅក្នុងការដ្ឋានហ្នឹងពាក់ម៉ាស់បើសិនជាយើងប្រើប្រាស់សារធាតុដែលនាំឲ្យខូចដល់សួតដល់អីចឹងទៅឬក៏ពេលផ្សារដៃគាត់ត្រូវតែធ្វើម៉េចឲ្យបងប្អូនធ្វើការនៅការដ្ឋានហ្នឹងគាត់ពាក់វ៉ែនតាសុវត្ថិភាពអីចឹងទៅចំពោះទំនាក់ទំនងផ្ទៃក្រៅអ្នកម៉ៅការសំណង់ត្រូវតែធានាឲ្យបាននៅសណ្ដាប់ធ្នាប់សាធារណៈផ្នែកខាងក្រៅការដ្ឋានសំណង់មានន័យថាយើងមិនអាចអនុញ្ញាតឲ្យដំណើរការការដ្ឋានសំណង់មួយធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេសណ្ដាប់ធ្នាប់សាធារណៈសំដៅលើការធានាបាននៅសន្តិសុខដល់សាធារណជនធ្វើម៉េចកុំឲ្យមានការប៉ះពាល់ដល់បូរណភាពរូបកាយនិងផ្លូវចិត្តរបស់សាធារណជនមិនឲ្យសម្ភារៈដែកថ្មធ្លាក់លើគេមិនឲ្យមានការរលំបាក់មកប៉ះពាល់ដល់ផ្ទះអ្នកជិតខាងឬក៏ប៉ះពាល់ដល់អ្នកដែលធ្វើដំណើរតាមផ្លូវបាទនឹងទី1ទី2គឺមិនត្រូវបង្កសម្លេងដែលរំខានដល់ការសម្រាកអញ្ចឹងរាល់ការដ្ឋានគឺមិនអាចអនុញ្ញាតឲ្យធ្វើនៅពេលយប់ទេបាទហើយម៉ោងសម្រាកត្រូវតែសម្រាកហើយការបង្កសម្លេងត្រូវខិតខំជៀសវាងនិងចុងក្រោយគេគឺបញ្ហាអនាម័យសណ្ដាប់ធ្នាប់សាធារណៈអាចត្រូវបានប៉ះពាល់បើសិនជាការដ្ឋាននោះបង្កឲ្យមានការប៉ះពាល់ដល់អនាម័យអញ្ចឹងសម្រាមកំតិចកំទីកាកសំណល់ការដ្ឋាននេះត្រូវយកចិត្តទុកដាក់និងគ្រប់គ្រងធ្វើម៉េចកុំឲ្យចេញមកក្រៅធ្វើម៉េចកុំឲ្យធូលីហុយធ្លាក់ពីការដ្ឋាននោះវាជះទៅលើផ្ទះអ្នកជិតខាងឬក៏ផ្លូវសាធារណៈដែលបង្កឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរហើយនឹងបរិស្ថានជុំវិញនៅទីនោះអ្នកម៉ៅការសំណង់ទាំងអស់មានកាតព្វកិច្ច3ធំទី1គាត់ត្រូវអនុវត្តការងារទៅតាមប្រភេទនិងកម្រិតនៃអាជ្ញាប័ណ្ណឬក៏លិខិតអនុញ្ញាតដែលគាត់បានទទួលពីអាជ្ញាធរមានសមត្ថកិច្ចកម្រិតអាជ្ញាប័ណ្ណឬក៏ប្រភេទអាជ្ញាប័ណ្ណមានន័យថាបើអាជ្ញាធរសាធារណៈអនុញ្ញាតឲ្យគាត់ប្រកបអាជីវកម្មក្នុងជំនាញណាមួយឬក៏គ្រប់មុខគាត់អាចធ្វើតែតាមប្រភេទអាជ្ញាប័ណ្ណនោះទេហើយបើគេឲ្យគាត់កម្រិតត្រឹមសំណង់ទាបគាត់ធ្វើបានតែសំណង់ទាបទេបើគេឲ្យអនុញ្ញាតធ្វើដល់សំណង់ខ្ពស់បានគាត់អាចធ្វើសំណង់ខ្ពស់បានបាទនឹងគឺជាកាតព្វកិច្ចទី1ហើយបើគាត់ធ្វើខុសពីការកំណត់ក្នុងអាជ្ញាប័ណ្ណឬក៏លិខិតអនុញ្ញាតគាត់ប្រព្រឹត្តអំពើល្មើសហើយទី2គាត់មានកាតព្វកិច្ចអនុវត្តការងារទៅតាមគម្រោងប្លង់ដែលជាធម្មតាមានភ្ជាប់ជាមួយនឹងលិខិតអនុញ្ញាតជាមួយនឹងកិច្ចសន្យានៅពេលដែលយើងចុះកិច្ចសន្យាទទួលម៉ៅការសាងសង់មួយគឺម្ចាស់សំណង់តែងប្រគល់ជូនអ្នកម៉ៅការនៅគម្រោងប្លង់ហ្នឹងគឺមានប្លង់បាទអញ្ចឹងអ្នកម៉ៅការត្រូវធ្វើតាមប្លង់មិនអាចធ្វើតាមខ្លួនឯងនឹកឃើញទេហើយបើមានការកែសម្រួលប្លង់គឺម្ចាស់សំណង់និងអ្នកម៉ៅការនេះត្រូវជូនដំណឹងគ្នាទៅវិញទៅមកហើយរាល់ការកែសម្រួលប្លង់ដែលប៉ះពាល់រចនាសម្ព័ន្ធទ្រទ្រង់សំណង់នេះមួយ
ប៉ះពាល់នឹងសផលនភពខាងក្រៅនេះពីរដាច់ខាតត្រូវតែមានការអនុញ្ញាតជាថ្មីពីអាជ្ញាធរមានសមត្ថកិច្ចកាតព្វកិច្ចទី3អ្នកម៉ៅការសំណង់ទាំងអស់ត្រូវតែអនុវត្តតាមបទដ្ឋាននិងបទបញ្ញត្តិបច្ចេកទេសសំណង់មានន័យថាយើងត្រូវធ្វើម៉េចធានាថារាល់ការសាងសង់រាល់ការបំពាក់រាល់ការងារទាំងអស់ដែលដំណើរការបង្កើតបានជាអាគារបានជាសំណង់មួយហ្នឹងត្រូវធ្វើឡើងដោយលក្ខណៈវិទ្យាសាស្ត្រតាមបច្ចេកទេសត្រឹមត្រូវធានាបាននូវភាពរឹងមាំធានាបាននូវគុណភាពនិងការប្រើប្រាស់យូរអង្វែង